បាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះមកនិយាយពីគូដែលចម្រូងចម្រាសគូទៅបងប្អូនទាំងគ្នាបាទគឺការប្រកួតរវាងសុផាត់មេសាប៉ះជាមួយនឹងពេជ្រសុភ័ក្រហើយជ័យជំនះគឺយើងរកឃើញថាសុផាត់មេសាឈ្នះពេជ្រសុភ័ក្រដោយបន្ទុកបាទក្នុងការប្រកួត5ទឹកពេញទទួលបានខ្សែក្រវ៉ាត់ Gen Spurt មួយខ្សែបងប្អូនទាំងគ្នាហើយបងប្អូនយើងក៏មានមតិរិះគន់ដែរថាគូនេះมันស័ក្តិសមឲ្យសុផាត់មេសាឈ្នះទេបាទហើយការរិះគន់មិនមែនទាំងអស់ទេបងប្អូនគ្នាគឺមួយចំនួនទេបាទមួយចំនួនចំពោះខ្ញុំបងប្អូនគ្នាគូនេះខ្ញុំគិតថាឲ្យសុផាត់មេសាឈ្នះគឺវាស័ក្តិសមបំផុតអានឹងចំពោះខ្ញុំបងប្អូនគ្នាដោយសារតែសុផាត់មេសាគេវែងជាងអាវុធវែងជាងហើយគ្រប់គ្រឿងបងប្អូនគ្នាបាទតាមខ្ញុំគាត់សង្កល់មើលឃើញថាសុផាត់មេសាគាត់រៀងខ្សោយក្តាប់ដៃតិចនៃការប្រើក្តាប់ដៃតែអ្វីដែលខ្ញុំឃើញថាគាត់ល្អគឺការចាក់ចង្គង់ហើយនឹងធាក់បងប្អូនគ្នាគឺអាវុធគឺបន្ទុកពេញមកអាវុធគាត់ចេញពីនឹងបោះចង្គង់ហើយនឹងធាក់កដាមុខហើយចំហគាត់រឹងល្អជាងពេជ្រសុភ័ក្រយើងឃើញថាគាត់អត់មានអីទេបងប្អូនគ្នាគឺធម្មតាយើងដឹងថាសិស្សលោកគ្រូពេជ្រសុផាន់ភាគច្រើនគឺល្អកដាប់ដៃបងប្អូនគ្នាយើងទទួលស្គាល់ថាល្អកដាប់ដៃតែបច្ចេកទេសគឺមិនសូវទេបាទអញ្ចឹងពេជ្រសុភ័ក្រយុគមិញនេះគឺល្អកដាប់ដៃហើយនឹងនៅពេលដែលចាប់ទល់មុខគ្នាគឺចាក់ចង្គង់មានទៅមានមកតែខ្ញុំក៏សង្កល់ឃើញថាចង្គង់រៀងស្រាលជាងសុផាត់មេសានៅពេលដែលចាប់ទល់មុខគ្នាគឺចង្គង់របស់គាត់ចាក់ទៅចាក់មកដូចគ្នាថាវាមិនលើសខ្វះនេះទេតែអ្វីដែលមេសាបន្ទុចូលពេញនោះគឺចង្គង់បោះពីចងាយគឺចូលណែនពេញហើយមួយទៀតគឺធាក់បងប្អូនគ្នាគេហៅថាបាត់ជើងអារក្សហ្នឹងឬក៏ចន្ទោរាមាហ្នឹងគឺពេញផ្ទៃមុខហ្មងអញ្ចឹងកន្លែងនេះក៏បន្ទុពេញដែរអញ្ចឹងចំពោះកណ្ដាប់ដៃរបស់ពេជ្រសុភ័ក្រចេញច្រើនដូចគ្នាបងប្អូនគ្នាចេញច្រើនមែនមានទាំងធ្ងន់មានទាំងស្រាលក៏ប៉ុន្តែអាវុធដែលពេជ្រសុភ័ក្រចេញបើតាមគិតពីបន្ទុវិញបងប្អូនគ្នាបន្ទុគឺគេកណ្ដាប់ដៃនេះគឺគេឲ្យបន្ទុតិចជាងចង្គង់បងប្អូនគ្នាតិចជាងចង្គង់ហើយនឹងតិចជាងទាត់ទេអ្នកដែលទាត់ចូលកដៀតក្អមពេញគឺបន្ទុច្រើនជាងកណ្ដាប់ដៃធ្វើឲ្យយើងវាយចេញច្រើនមែនទាត់ឲ្យចូលពេញណែនមកគេឲ្យបន្ទុពេញអានេះខ្ញុំមិនមែនជាចៅក្រមទេក៏អ្នកដាក់បន្ទុអីដែរគាត់ថាយើងអ្នកស្នេហាវិស័យគុនខ្មែរនេះគឺយើងតាមដាននៃការប្រកួតមកយូរហើយបាទអញ្ចឹងយើងដឹងក្នុងការឲ្យបន្ទុយ៉ាងម៉េចពេញយ៉ាងម៉េចមិនពេញណាបងប្អូនគ្នាអញ្ចឹងអាវុធសំទោសបន្ទុដែលគេឲ្យពេញគឺគេឲ្យទៅលើអ្នកចាក់ចង្គង់ចូលពេញហើយនឹងទាត់ចូលកដៀតក្អមពេញឬក៏ជើងធាក់ចូលពេញកណ្ដាលមុខចំពោះកណ្ដាប់ដៃលុះត្រាតែប្រើឲ្យពេញដូចគ្នាពេញហ្នឹងក៏បន្ទុនៅតែចាញ់ចង្គង់ហើយនឹងទាត់ដែរបងប្អូនគ្នាដូចជាក់ស្ដែងដូចជាអ្នកដែលប្រើកណ្ដាប់ដៃច្រើនហើយនឹងអ្នកគេចាក់ចង្គង់ហើយនឹងទាត់បើសិនជាគូនឹងអត់មានសន្លប់ទេគឺភាគច្រើនគេឲ្យអ្នកឈ្នះទៅលើអ្នកប្រើទាត់ហើយនឹងចង្គង់ហើយចំពោះអ្នកប្រើកណ្ដាប់ដៃនឹងកែងភាគច្រើនគឺបន្ទុចាញ់គេហ្មងតែបើសិនជាអ្នកប្រើកណ្ដាប់ដៃនឹងកែងភាគច្រើនផ្ដួលគេដោយសារបែកអញ្ញាកដាវឈប់ឬក៏ប្រើកណ្ដាប់ដៃវាគេឲ្យបោះបង់ការប្រកួតហ្មងនឹងមានភាគរយដឹងតែឈ្នះហើយតែបើថាធ្វើមកចប់ទឹកដាក់បន្ទុគឺភាគរយគឺមិនឈ្នះអ្នកប្រើចង្គង់ហើយនឹងទាត់ទេបាទអានេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេបងប្អូនគ្នាតាមអ្វីដែលខ្ញុំធ្លាប់តាមដានគុនខ្មែរកន្លងមកអញ្ចឹងការប្រកួតរបស់មេសានិងពេជ្រសុភ័ក្រគឺអញ្ចឹងដូចគ្នាបងប្អូនគ្នាពេជ្រសុភ័ក្ររកឱកាសវាយកណ្ដាប់ដៃយប់មិញគឺរមិនបានទេដោយសារតែរងចាំឱកាសមេសាផ្លាត់កន្លែងណាមួយគឺគាត់នឹងសុទ្ធធាប់កណ្ដាប់ដៃទៅតែធ្វើអីមេសាអត់បានដោយសារតែកងធំអញ្ចឹងកងធំបងប្អូនដឹងថាវាមិនសូវជាឈឺទេអញ្ចឹងអាចធ្វើអ្វីមេសាបានទេគឺមេសាតបលក្ខណៈថាវាយបកមកវិញគឺធ្ងន់ណែនអញ្ចឹងបន្ទុខ្ញុំគិតថាវាស័ក្តិសមហើយចំពោះជ័យជំនះបានទៅលើសុផាត់មេសានេះបងប្អូនគ្នាហើយគូនេះបាទឃើញលោកគ្រូពេជ្រសុផាន់គាត់បង្ហោះដែរថាកាលពីពេជ្រសុខីមប៉ះជាមួយនឹងរាជសីដោយបងប្អូនយើងលើហេតុផលថារាជសីគេសំនឹងឈ្នះដោយសារតែរាជសីគេរឹងជាងហើយអាវុធគេចេញមួយធ្ងន់បាទហើយចំពោះពេជ្រសុខីមចេញច្រើនតែវាអត់ចំគោលដៅទេចំខ្លះខុសខ្លះត្រូវខ្លះអញ្ចឹងបន្ទុវាអត់ពេញ
ចឹងគាត់លើកហេតុផលមកថាយប់មិញហ្នឹងពេជ្រសុភ័ក្រគេវាយមួយធ្ងន់ច្បាស់ចំពោះមេសាគឺគេចេញផ្លាក់គ្រប់យ៉ាងហេតុអីក៏មិនឲ្យគាត់ឈ្នះផងបាទគាត់លើកហេតុផលទៅប្រៀបធៀបគ្នាអញ្ចឹងបាទចំពោះខ្ញុំគិតថាពេជ្រសុភ័ក្រយប់មិញនេះគឺមិនទាន់បានពេញ100%ទេគឺមានដែរបាទ3 4ដៃពេញមែនគាត់ថាមិនមែនបានល្អអញ្ចឹងគ្រប់ទឹកបងប្អូនគ្នាហើយมันអាចធ្វើឲ្យមេសានេះចេញអាការៈទេបាទគឺគាត់លឹបគាត់ផ្លាស់ប្ដូរឲ្យឡង់នៃការប្រកួតអញ្ចឹងខ្ញុំគិតថាគាត់នៅតែឈ្នះវាស័ក្តិសមហើយបាទដោយសារតែគាត់ចេះប្រើបច្ចេកទេសយប់មិញហ្នឹងអញ្ចឹងបងប្អូនយើងរិះគន់អាហ្នឹងខ្ញុំមិនដឹងថាគាត់មើលមិនទេបងប្អូនគ្នាយប់មិញនេះតែបើចំពោះខ្ញុំគិតថាវាស័ក្តិសមហើយឲ្យសុផាន់មេសាឈ្នះហើយខ្ញុំនិយាយនេះបងប្អូនគ្នាគឺខ្ញុំនិយាយក្នុងនាមជាអ្នកគ្រប់គ្រងគ្រប់ផ្នែកគ្នាមិនបានលំអៀងទៅខាងណាទេបងប្អូនគ្នាគាត់ថាយប់មិញនេះវាស័ក្តិសមហើយបាទដែលយើងឲ្យទៅលើសុផាន់មេសាជាអ្នកតូនជ័យជំនះបាទដោយសារពេជ្រសុភ័ក្រគឺគាត់អត់មានអីទេបងប្អូនគ្នាអត់មានអីទេគឺមានតែម៉ាត់ហើយនឹងមានតែម៉ាត់មកមុខហើយនឹងបោះជង្គង់ទៅវិញទៅមកប៉ុណ្ណឹងបងប្អូននេះបាទមានប៉ុណ្ណឹងវីដេអូបងប្អូនសូមអរគុណសូមជម្រាបលា